បាទថ្ងៃនេះខ្ញុំនឹងលើកយកព័ត៌មានតាក់ទងជាមួយនឹងរឿងរ៉ាវនៃការបែកធ្លាយកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាដែលជាតំបន់មានវិវាទនយោបាយនិងសាសនាជាប្រចាំពីពេលបង្កើតប្រទេសក្នុងឆ្នាំ1948មកអ៊ីស្រាអែលបានជួបការគំរាមកំហែងជាបន្តបន្ទាប់ពីប្រទេសជិតខាងដូចជាអេស៊ីប សេរី អ៊ឺរ៉ង់ សុកដានី និងប៉ាឡេស្ទីនដូច្នេះប្រទេសអ៊ីស្រាអែលត្រូវតែមានអាវុធនុយក្លេអ៊ែរដើម្បីជាការព្រមានដល់ប្រទេសជិតខាងមិនឲ្យវាយប្រហាររំលឹកខ្លួនក្នុងនោះដែរអ៊ីស្រាអែលមានគោលនយោបាយមួយដែលមានឈ្មោះថា Nuclear Opacity ដែលមានន័យថាអ៊ីស្រាអែលមិនបានប្រកាសខ្លួនជាផ្លូវការថាមានអាវុធនុយក្លេអ៊ែរឬក៏បដិសេធថាគ្មានអាវុធនុយក្លេអ៊ែរនោះទេនេះគឺជារបៀបដែលអាចធ្វើឲ្យប្រទេសជិតខាងមិនអាចដឹងច្បាស់ពីសមត្ថភាពយោធាអ៊ីស្រាអែលនិងអាចគេចផុតពីទណ្ឌកម្មអន្តរជាតិនិងនៅតែអាចទទួលជំនួយយោធាពីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1950បារាំងបានជួយអ៊ីស្រាអែលនៅក្នុងការកសាងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រមួយនៅទីក្រុងឌីម៉ូណាមានរបាយការណ៍ជាច្រើនបានបញ្ជាក់ថានៅទីនោះអ៊ីស្រាអែលបានផលិតសារធាតុផ្លូតូនីញ៉ូមជាច្រើនដែលអាចឈានទៅដល់ការបង្កើតផលិតអាវុធនុយក្លេអ៊ែរសូមបញ្ជាក់ថាអ៊ីស្រាអែលមិនបានចូលរួមក្នុងសន្ធិសញ្ញាអន្តរជាតិ NPT ដែលមានគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរដែលបញ្ចូលជាសមាជិកអ៊ីស្រាអែលមិនត្រូវបាន IAEA ត្រួតពិនិត្យដោយប្រទេសផ្សេងៗទេវាអនុញ្ញាតឲ្យអ៊ីស្រាអែលរក្សាសមត្ថភាពអាវុធដោយសម្ងាត់ក្រុមអ្នកវិភាគនៅ US និងអឺរ៉ុបបានសន្និដ្ឋានថាអ៊ីស្រាអែលមានផ្លូវទូរញ៉ូមគ្រប់គ្រាន់ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរចាប់ពី80ទៅ100គ្រាប់ហើយគ្រាប់បែកនុយក្លេអ៊ែរទាំងនោះអាចត្រូវបានបំពាក់លើមីស៊ីលនាវាចម្បាំងនិងយន្តហោះបំបាំងកាយចំពោះសហរដ្ឋអាមេរិកដែលជាមិត្តជិតស្និទ្ធជាមួយនឹងអ៊ីស្រាអែលទាំងសេដ្ឋកិច្ចយោធានិងបច្ចេកវិទ្យាបានធ្លាប់ស្នើសុំអ៊ីស្រាអែលកុំបង្ហាញខ្លួនជាប្រទេសមានអាវុធនុយក្លេអ៊ែរដើម្បីរក្សាសន្តិភាពនិងកុំឲ្យមានការរីករាលដាលអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ជារួមអ៊ីស្រាអែលមានសមត្ថភាពសាងសង់អាវុធនុយក្លេអ៊ែរតាំងពីឆ្នាំ1960ទោះបីមិនមានការបញ្ជាក់ថាមានប៉ុន្តែប្រហែលអាចមានព្រោះនេះជាជម្រើសជាយុទ្ធសាស្ត្រដើម្បីការពារប្រទេសពីការវាយប្រហារតាក់ទងជាមួយនឹងរឿងរ៉ាវដែលអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលត្រូវបានបែកធ្លាយគឺនៅក្នុងអំឡុងឆ្នាំ1986ដែលអ្នកវិទ្យាសាស្ត្រម្នាក់របស់អ៊ីស្រាអែលដែលមានឈ្មោះថា Mordechai Vanunu ដែលជាអ្នកវិទ្យាសាស្ត្រធ្វើការនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ Dimona ក្នុងអំឡុងឆ្នាំ1970ដល់ឆ្នាំ1980ក្នុងឆ្នាំ1986 Vanunu បានភៀសខ្លួនទៅចក្រភពអង់គ្លេសគាត់បានផ្ដល់ព័ត៌មាននិងរូបថតជាច្រើនទៅកាសែត The Sunday Timesកាសែតនោះបានបោះពុម្ពរាយការណ៍ធំបង្ហាញពីសមត្ថភាពអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលដែលបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលចំពោះមូលហេតុដែលនាំឲ្យមានការបែកធ្លាយកម្មវិធីអាវុធនុយក្លេអ៊ែរនេះវ៉ានូនូជឿជាក់ថាប្រជាជនអ៊ីស្រាអែលគួរតែដឹងថារដ្ឋាភិបាលកំពុងតែបង្កើតអាវុធនុយក្លេអ៊ែរដោយស្ងៀមស្ងាត់គាត់បានគិតថាប្រទេសណាមួយដែលកំពុងតែបង្កើតអាវុធនុយក្លេអ៊ែរគួរតែត្រូវបានត្រួតពិនិត្យគាត់បាននិយាយទៀតថាគាត់ធ្វើបែបនោះដើម្បីទប់ស្កាត់ការប្រើអាវុធនុយក្លេអ៊ែរដើម្បីសម្លាប់មនុស្សជាលទ្ធផលអង្គការសម្ងាត់របស់អ៊ីស្រាអែលដែលមានឈ្មោះថាមូសាដបានដាក់ចេញនូវផែនការយ៉ាងសម្ងាត់ដើម្បីចាប់ខ្លួនវ៉ានូនូត្រឡប់ទៅអ៊ីស្រាអែលវិញពួកគេបានបញ្ជូនចាររនារីម្នាក់ដែលមានឈ្មោះថា Cindy និងមានឈ្មោះពិតថា Anna ដែលជាជនជាតិអ៊ីស្រាអែលនាងបានធ្វើដំណើរទៅទីក្រុង London ដើម្បីជួបវ៉ានូនិងបានបង្កើតទំនាក់ទំនងស្នេហាជាមួយគាត់ Cindy បានបញ្ចុះបញ្ចូលវ៉ានូឲ្យទៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីដើម្បីដើរកម្សាន្តទេសចរជាមួយនាងនៅពេលដែលវ៉ានូនូមកដល់ទីក្រុងរ៉ូមប្រទេសអ៊ីតាលីគាត់បានចូលទៅក្នុងអាផាតមិនមួយហើយត្រូវបានគេចាប់ភ្លាមដោយមិនឲ្យអ្នកណាដឹងគេបានដាក់ថ្នាំសណ្ដំគាត់គេបាននាំគាត់ទៅកាន់នាវារួចដឹកឆ្លងកាត់សមុទ្រមីឌីទែរ៉ាណេត្រឡប់មកអ៊ីស្រាអែលវិញយ៉ាងសម្ងាត់បំផុតក្រោយពីផែនការនេះត្រូវបានបែកធ្លាយប្រទេសអ៊ីតាលីនិងអង្គការសិទ្ធិមនុស្សជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើអ៊ីស្រាអែលប៉ុន្តែប្រទេសអ៊ីស្រាអែលពុំបានចេញមុខមកសុំទោសនោះទេបន្ទាប់មកវ៉ានូនូត្រូវបានគេនាំទៅកាន់សាវនាកាជាសម្ងាត់គាត់ត្រូវបានគេកាត់ទោសឲ្យជាប់គុកចំនួន18ឆ្នាំដោយក្នុងនោះ11ឆ្នាំគឺស្ថិតនៅក្នុងគុកដែលមានបន្ទប់តូចចង្អៀតបន្ទាប់ពីចេញពីគុកគាត់ត្រូវបានគេដាក់កំហិតដ៏តឹងរឹងមិនអាចចាកចេញក្រៅប្រទេសឬតាក់ទងជាមួយនឹងអ្នកសារព័ត៌មានចំពោះអ៊ីស្រាអែលការចាប់ខ្លួននេះគឺជាការសង្គ្រោះជាតិនិងដើម្បីបិទគប់ព័ត៌មានសម្ងាត់សូមបញ្ជាក់ថាវ៉ានូនូត្រូវបានគេដោះលែងឲ្យចេញពីពន្ធនាគារនៅក្នុងឆ្នាំ2004គាត់គឺជាជនសន្តិភាពម្នាក់គាត់ចង់ចាកចេញពីអ៊ីស្រាអែលដើម្បីរស់នៅដោយមានសេរីភាពគាត់បាននិយាយថាគាត់បានបោះបង់ជីវិតជាជនជាតិអ៊ីស្រាអែលនិងបានបំលែងជាគ្រិស្តសាសនិកបច្ចុប្បន្នគិតមកទល់ឆ្នាំ2024វ៉ានូនូរស់នៅក្នុងទីក្រុងយេរូសាឡឹម
គាត់បានព្យាយាមចាកចេញពីប្រទេសជាបន្តបន្ទាប់តែរកសំណើរបស់គាត់ត្រូវបានបដិសេធនៅពេលខ្លះគាត់ត្រូវបានគេចាប់ខ្លួនម្ដងម្កាលចំពោះការបំពានលក្ខខណ្ឌដូចជាតាក់ទងជាមួយនឹងអ្នកសារព័ត៌មានបង្ហោះអត្ថបទនៅលើអ៊ីនធឺណិតទៅកន្លែងដែលមិនអនុញ្ញាតគាត់បានឲ្យដឹងថាជីវិតរបស់គាត់មិនមែនជាសេរីភាពពិតនោះទេមានសមាជិកសភានិងសង្គមស៊ីវិលខ្លះទាមទារឲ្យអនុញ្ញាតឲ្យគាត់ចាកចេញទៅរស់នៅក្រៅប្រទេសប៉ុន្តែរដ្ឋាភិបាលមិនយល់ព្រម